bao bên đâu tại nông nông đâu tại nông prey chứ xua tha Việt Nam cái squat là lâu nhiều ổn miền Việt Nam cái mà lấy nông prey miền Việt Nam cái mà lấy nông nông cả đa prey cả đa nông ổn mờ này sao nào ổn thôi này fly như bị trơn anh ấy viêm tuần tôm nào ổn chỉ muốn đọc về việc tôm po lương sáng là này thâu mong ổn thôi một đào mẹ anh ấy tụi bây giờ phơi chơi cái việc ngói nó bằng sót được chung á này sót được chung này phơi ban chơi viên này chẳng thà đam prang này cứ việc thôn đừng phơi prey bên tên thôn đừng phơi này cái đọt prey á cho nó không ổn prang chẳng hai dương thọt trái chuột mong ổn dương tu sửa na tao các bạn squall bồn nè ti krong nè tam sọc phum các bạn squall tê đam ní vì mình men cho thật đâu tam phum tam sọc ban tê bộ này mà cô liên bộ này ui ăn ăn bộ này sao tập lại prong này chúng biết số bộ nó này ngày nay cứ mà mơ chầm cam mà nói thì đang bộ hai cõi liệt cho mà mơ ở đàm prong đại nhâm thọ bàn thọt chạy chuột mà bộ tu sná ca video muốn nhâm thọ bàn ở sập saiពីដើមប្រង់មកដែរហើយក៏ទទួលបានការចាប់អារម្មណ៍ច្រើនដោយសារតែប្រង់វាជារុក្ខជាតិមួយដែលមិនមែនចេះតែដុះពីវាពីកាលនៅតាមភូមិស្រុកចេះតែមាននោះទេហើយដោយសារតែសម្រស់វាក៏ស្អាតខ្ញុំក៏បានថតចែកជូនបងប្អូនទស្សនាជាច្រើនកន្លងមកដែរនេះបងប្អូនឃើញទេទាំងអស់នេះគឺសុទ្ធតែជាប្រង់ដែលខ្ញុំធ្លាប់ថតបងប្អូនអត់មានបានបាត់ខ្លួនទៅណាសូម្បីតែមួយដើមបងប្អូនក៏យល់ច្រឡំមកលើខ្ញុំថាខ្ញុំនឹងនាំគ្នាមកជីកប្រង់មកបំផ្លាញប្រង់បំផ្លាញធម្មជាតិតាមការពិតទៅគឺអ្វីដែលខ្ញុំបានផ្សព្វផ្សាយបានបង្ហាញបងប្អូននឹងគឺអត់មានបាត់បង់សូម្បីតែមួយដើមបងប្អូនមើលទៅណាវីដេអូខ្ញុំថតកាលមុនគឺនៅទាំងអស់គឺខ្ញុំព្យាយាមផ្សព្វផ្សាយព្យាយាមចែករំលែកនៅអ្វីដែលជាជីវៈចម្រុះនៅក្នុងស្រុកយើងជាធម្មជាតិនៅក្នុងស្រុកយើងឲ្យបងប្អូនបានឃើញបានស្គាល់ព្រោះដើមរុក្ខជាតិទាំងអស់នេះមិនមែនចេះតែមានដោះគ្រប់កន្លែងតាមភូមិតាមស្រុកនោះទេចឹងហើយខ្ញុំក៏ចេះតែព្យាយាមថតទៅចែកជូនទៅឲ្យបានឃើញបានស្គាល់ទាំងអស់គ្នាហើយបងប្អូនបែរជាយល់ច្រឡំមកលើខ្ញុំបងប្អូនចឹងខ្ញុំនាំបងប្អូនទៅមើលអាដើមប្រង់ផ្សេងជាច្រើនទៀតដែលនៅពីវាលពេលកាលគឺมันមានបាត់បង់សូម្បីតែមួយដើមនេះសុទ្ធតែជាដើមប្រង់ដែលកំពុងតែមានផ្លែមានផ្កាណាបងប្អូននេះស្អាតណាបងប្អូននេះខ្ញុំនាំបងប្អូនទៅមើលអាផ្សេងទៀតនេះក៏មានផ្លែដូចគ្នាបងប្អូនហើយខ្ញុំឃើញបងប្អូនគាត់ខមមិនថាបើយើងជីកមកអញ្ចឹងវានឹងបាត់បង់វានឹងខូចវានឹងអីចឹងបងប្អូនខ្ញុំគិតថាដើមប្រង់ទាំងអស់នេះបើសិនជាយើងជីកយកវាក៏វាមិនខូចខាតក៏មិនបាត់បង់ឯងបងប្អូនដោយសារតែអ្នកដែលគាត់ជីកទៅហ្នឹងគឺគាត់យកទៅដាំបន្តទេបងប្អូនមិនមែនយកទៅបំផ្លាញមិនមែនយកទៅដុតចោលយកទៅដុតយកទៅអីដូចអស់ទេបងប្អូនឃើញទេនេះសើតាជាដើមប្រង់ដែលនៅសេសសល់គ្មានបាត់បង់ទៅណាម្ដងទេបងប្អូនហើយបើសិនជាគាត់យកទៅក៏គាត់យកទៅដាំយកទៅបន្តពូជដដែលទេបងប្អូនអញ្ចឹងវាបានសັບផ្សាយវាបានឲ្យបងប្អូនយើងស្គាល់បានឃើញបើវានៅតែក្នុងភ្នំនៅតែក្នុងព្រៃចេះសួរថាពីណាគេស្គាល់ឥឡូវនេះបងប្អូនមានពីណាគេមកលេងក្នុងព្រៃមានពីណាគេមកលេងក្នុងភ្នំកដាព្រៃកដាភ្នំបងប្អូនមើលនេះស្អាតណាស់បងប្អូនអើយនេះផ្លែនិយាយពីច្រើនអានេះវាមិនទាន់ទុំណាបងប្អូនជាមួយដល់ពេលវាទុំពណ៌លឿងស្អាតណាស់អានេះធំបងប្អូនអើយមើលដើមនេះអានេះទោះបីជាភ្លើងឆេះក៏វាងាប់ដែរបងសតតែខ្ជុងនេះសតតែខ្ជុងដែលភ្លើងបានឆេះវានេះចឹងថាដើមប្រង់នេះគឺវាធន់នឹងភ្លើងព្រៃមែនទែនធន់នឹងអាភ្លើងដែលគេដុតព្រៃគឺវាមិនងាយងាប់ទេវាបានត្រឹមតែខ្លោចអាសបកក្រៅនឹងឯងបើក្រៅពីប្រង់ពេលខ្លះអាចនឹងងាប់បាត់បង់ទៅថាបានដែរប៉ុន្តែប្រង់អត់ទេនៅតែបន្តជីវិតបានសម្រាប់បងប្អូនដែលមានតម្រូវការទិញផ្ទះទៅស្នាក់នៅឬក៏ទិញឈើស្តុកទុកអាចមកមើលផ្ទះនេះបានដែលមានទំហំ7 x 8សសរសុទ្ធតែសសរមូលមានកាក់មានតទេក្តារបាតកកោះសុទ្ធមេតបោផ្លានជាងគឺសុទ្ធតែឈើប៉និតមានត្រាចខ្លងត្បែងសក្រំទ្វាបអួយតបោនៅស្អាតទាំងអស់បើសិនជាបងប្អូនមានអារម្មណ៍អាចតាក់ទងតាមទូរស័ព្ទលេខ096 708 796អានេះប្រភេទមួយប្រភេទទៀតបងប្អូននេះអានេះមានផ្កាដោះពីចំហៀងអានេះអត់មានផ្លែទេតែវាមានផ្កាដោះចេញពីចំហៀងអត់ដោះចេញពីលើបណ្ដូលទេណាគឺដោះចេញពីចំហៀងបែបនេះវិញនេះបងប្អូនឃើញទេអានេះក៏ស្អាតដែរមើលនេះមកប្រភេទទៀតនេះបងប្អូនបាក់បាត់ហើយស្អាតណាស់ទុំហើយ